Chẳng là trong video này cứ dương nâng riêng to vì phạt thu vào dưỡng này tại tôi nâng sân OA chẳng là trong video này cứ dương riêng tại tôi nâng comment line chẳng tập 4 dương tôi đôi lượng môn nó dương bật dương bật thì hay này chưa bao giờ là môn này dương tôi là môn nâng cả phạt thu dương lọc đến yeah. Chúng tập dương lọc in hai loại dương sập đàm riêng tập nó chụp bộ command line tập 4 cái cứ dương riêng là who am I nó cứ bạn này thầy dương chia này nè dạ được command về chẳng dương lọc in chia root bây giờ và quay who am I nâng tới cứ dương load trên zero đây thấy một thiết cứ switch user switch làm bay switch user bán cứ dương terminal user mùi chẳng tầm bay switch user cứ dương ra su dương quay cho mùi user dương đó nè dương switch cho bàn này thì bóng dân chia root dươngនៅក្នុង root directory ហើយតមកយើង switch ចូលមក user មួយនេះហើយយើងចង់ back ទៅវិញយើងអាចប្រើ exit គឺយើង back មកវិញឬក៏យើងហើយចូលបន្តទៅមុខទៀតគឺយើងមាន pwd គឺបង្ហាញថាយើងនៅក្នុង directory មួយណាអញ្ចឹងយើងនៅក្នុង directory របស់ root គឺសញ្ញានេះគឺជាសញ្ញា directory សញ្ញាទឹកលោកហើយ command line មួយទៀតគឺ clear ហ្នឹងគឺ clear screen ទៅដល់ screen យើងច្រើនយើងចង់ clear វាចោលវានឹងលុបអញ្ចឹងទៅមុខទៀតយើងនឹងរៀនអំពីរបៀបបង្កើត file បង្កើត file គឺយើងប្រើ tag ទៅថាយើងចង់បង្កើត file អីគេយើងប្រើ tag ហើយយើងវាយឈ្មោះ file យើងមកតើខ្ញុំដាក់ file ថាចឹងសោះចឹងយើងបង្កើតបានហើយវាអត់ load អីវាបើយើងបង្កើតបានក៏វា load អត់មាន load អីមកទេចឹងយើងចង់ដឹងថាយើងបង្កើតបានអត់យើងត្រូវប្រើ command មួយ ls ហ្នឹងគឺស្មើនឹង list ចឹងនេះជា file របស់ខ្ញុំ3នេះ2នេះអានេះ file យើងបង្កើតមិញនេះ file យើងបង្កើតមិញ file នេះខ្ញុំបង្កើតមុនទេចឹងដើម្បីចង់យើងថាយើងចង់លុប file ចឹងយើងចង់លុប file យើងត្រូវប្រើ rm ហ្នឹងគឺបានន័យថា remove rm យើងវាយឈ្មោះ file យើងមកតើខ្ញុំចង់ remove file នេះចឹងខ្ញុំចុចវាយឈ្មោះវាមកឬវាសួរយើងថាយើងចង់ remove វាអត់ remove file ហ្នឹងមែនអញ្ចឹងយើងវាយ yes វាយ yes មកគឺវា remove អញ្ចឹងឥឡូវយើងសាកលេខវាម្ដងទៀតគឺបាត់ហើយបាត់ file ហើយ file នេះ file ហ្នឹងមានឈ្មោះថា file ហ្នឹងគឺវាបាត់ហើយស្អែកយើង remove ចោលអញ្ចឹងយើង clear វាមកឥឡូវយើងចូលបន្តទៅមុខទៀតទាក់ទងនឹងការសរសេរក្នុងការបញ្ចូល file ហ្នឹងឧទាហរណ៍គឺយើងប្រើ vim វាមាន3មាន vi vim ហើយនិង nano តែយើងប្រើមួយណាក៏បានដែរប៉ុន្តែខ្ញុំចង់ប្រើ vim អញ្ចឹងខ្ញុំប្រើ vim មកហើយយើងវាយឈ្មោះ file យើងកាត់មិញអញ្ចឹងគឺវានឹង load ចូលក្នុងនេះហើយអញ្ចឹងឧទាហរណ៍ខ្ញុំចង់សរសេរអីគេចូលក្នុងនេះខ្ញុំអាចសរសេរបានទេគឺខ្ញុំអាចសរសេរបានទេអញ្ចឹងបើយើងចង់សរសេរយើងត្រូវប្រើនេះដើម្បីសរសេរបានគឺយើងប្រើ keyboard I ហ្នឹងដើម្បី insert អញ្ចឹងខ្ញុំវាយ I
គឺវា load insert ទេជាងបានតែយើងអាចផ្សេងបានឯតយើងផ្សេងខ្ញុំដឹងថា y ហ្នឹងវាមកពីណាទេតែit's okay ចឹងមកយើងអាចសេអីតាមនឹងចឹងតើយើងសេហើយយើងចុច key escape នៅលើ keyboard យើងនេះយើងចុច escape ចឹងវានឹង load ចេញមកវិញហើយដើម្បី save យើងប្រើ W យើងប្រើសញ្ញា2នេះនេះដំបូងយើងអត់មានទេយើងនេះសញ្ញានេះហើយយើងវាយ W ចឹងចុច enter គឺវា save ហើយចឹងដើម្បីយើងចង់បែកទៅវិញយើងចង់ចេញពីអាកន្លែងសរសេរនេះចង់ចេញពីអាកន្លែង screen នេះយើងបញ្ចូល file នេះយើងចង់បែកទៅ command របស់យើងវិញគឺយើងប្រើសញ្ញាចុច2នឹងដែរយើងវាយអក្សរ Q បានន័យថា quit យប់អញ្ចឹងវាបែកមកកន្លែងដើមយើងវិញហើយអញ្ចឹងតែយើងចង់បង្ហាញ file យើងដឹងថា file យើង save អត់យើងប្រើ command មួយគឺថា cat ហើយឈ្មោះ file យើងមកនេះជាអីដែលយើងទៅ save មិញហើយអានេះ y នេះខ្ញុំមិនដឹងថាវាមិនដែរខ្ញុំចុច key អីច្រឡំខ្ញុំមកសើចេះដែរអញ្ចឹងឧទាហរណ៍ថាយើងចង់ឥឡូវយើងប្រើ VIM អញ្ចឹងយើងប្រើ VI ម្ដងចឹងដឹងវាមិន VI វាដូចគ្នាទេគឺវា load មកអញ្ចឹងចង់ទៅសេអីទៀតគឺយើងប្រើ command ដូចគ្នាយើង y key I អីចឹងទៅហើយដើម្បី insert ហើយ escape ដើម្បីចេញ W ដើម្បី save Q យើងបែកមកវិញហើយយើងវាយដើម្បី show file នេះជា file យើងបាន save មិញទៀតហើយវាមានវិធីមួយដើម្បីយើង save ហើយចេញមកវិញលឿនតំណងគឺយើងប្រើ QW ដល់ខ្ញុំចូលទៅក្នុងនឹងវិញហើយខ្ញុំចង់ទៅអីបន្ថែមជាងមកថាខ្ញុំចង់ចេញទៅវិញតែម្ដងខ្ញុំបាច់ចាំបាច់ save ហើយចាំចេញខ្ញុំចង់ចេញហើយឲ្យវា save auto យើងប្រើចុច2នឹងដែរហើយយើងវាយ W Q បានតែ save គាត់អញ្ចឹងយើង enter វាបែកមកវិញអញ្ចឹង file យើង save មិញគឺវា save គឺវាបានអញ្ចឹងតើតោងនឹងវីដេអូហ្នឹងគឺមានតែប៉ុណ្្នឹងទេបាយ